OOP Final Project តាក់ទងជាមួយនឹង calculator អញ្ចឹងសម្រាប់ project នេះយើងប្រើ Java 25 JavaFX 25ហើយជាមួយនឹង Scene Builder version 26នៅក្នុងហ្នឹងមានយើងបែងចែកជា3មាន model view ហើយ controller អញ្ចឹងខ្ញុំសូមនិយាយពី view មុន កន្លែង view ហ្នឹងយើង design នៅក្នុង Scene Builder ខ្ញុំបើកក្នុងហ្នឹងមកទៅស្រួលមើលអញ្ចឹងនៅក្នុងហ្នឹងវាអត់មានអីច្រើនទេតាមពិតដល់ចូលចាំ let me check មើលសិនមើលឃើញទេនៅក្នុងហ្នឹងទី1មាន text សម្រាប់កន្លែងនេះ final project អានេះ calculator អញ្ចឹងទៅឲ្យនេះ logo សាលាទេហើយកន្លែងនេះគឺជា screen របស់យើងសម្រាប់បង្ហាញលេខពេលយើងចុចទៅហើយអាក្នុងនេះទាំងអស់សិតតែប៊ូតុងទាំងអស់ហើយនៅក្នុងនឹងដែរយើងដាក់ ID ឲ្យវាព្រោះដោយសារយើងស្រួលចាប់វាយកទៅប្រើពេលក្នុងកុកអញ្ចឹងបន្តមកទៀត model វាតែប៉ុណ្្នឹងទេបន្តមកខ្ញុំអាចនិយាយពី view តើតងមួយ view អាហ្នឹងយើងview និយាយវិញទេ controller ហ្នឹងមានន័យថាយើងភ្ជាប់ពី view ទៅ model កន្លែងដាក់ logic របស់យើងដល់ពេល view អ្នក coordinator របស់វាឲ្យវាភ្ជាប់មួយគ្នាបានអញ្ចឹងសម្រាប់នៅក្នុងនេះយើងប្រើ JavaFX អញ្ចឹងយើងហៅ import មកទៅហើយបន្ទាប់មកយើងប្រកាស attribute ឲ្យវាកន្លែងអានេះហ្នឹងកន្លែង constant អស់នេះហ្នឹងអាខ្ញុំគាត់ទៅដាក់លេខដើម្បី resize text របស់វាកុំឲ្យវាហួសវាចេញហួសអាបន្លោះដែលយើងត្រូវ show ហ្នឹងព្រោះដោយសារជួនកាលទៅលេខវាវែងអញ្ចឹងទៅវាមើលឃើញអញ្ចឹងខ្ញុំ adjust size តាមហ្នឹងអញ្ចឹងទៅតមកទៀតកន្លែងនេះបាត់ដុំហ្នឹងសិតតែហៅ class មកប្រើទេហៅ class មកប្រើហើយកន្លែងអស់នេះគឺតាក់ទងមួយ function របស់យើងសម្រាប់ប្រើជាមួយ model like របៀបថានៅពេលដែលយើង up ចុច screen ចុចអីចុចប៊ូតុងចុចអីចឹងទៅយើងប្រើអាពួកហ្នឹងដើម្បីឲ្យអា mode ដើម្បីហៅ class ហៅ variable ចេញពី model យកមកប្រើកន្លែងហ្នឹងមានទាំងអស់ហ្នឹងមាន9មានលេខ0ដល់9មាន dot ហើយមាន operator ហើយក្រៅពីហ្នឹងយើងមាន function ផ្សេងទៀតដូចupdate screen font update screen text refresh display ហើយ append digit ពួកអស់ហ្នឹងសិតតែជាលក្ខណៈ helper function សម្រាប់ឲ្យវាងាយស្រួលយើងហៅយកប្រើកន្លែង initialize ហ្នឹងនៅពេលដែលយើង launch application ដំបូងឲ្យវា load ចូល initialize ហ្នឹង update screen text ទៅជា text ទៅអញ្ចឹងទៅបន្តមកទៀត current input អាហ្នឹង input user input ឲ្យគាត់ដាក់ហ្នឹងឥឡូវហ្នឹងអាពងដាក់ហ្នឹងហើយបន្តមក update screen font កន្លែងហ្នឹងយើង update screen font កុំឲ្យវាចេញហួសដូចខ្ញុំនិយាយមិញយើងយកអានេះមកប្រើឡើងវិញដើម្បីកុំឲ្យអាលេខវានឹងវាចេញហួស screen បន្តមកទៀត screen update screen text គ្រាន់តែហៅ set text ហើយ update screen font មកប្រើវិញទេ refresh display អាហ្នឹងទៅពេលដែលគាត់ដាក់លេខមួយឲ្យវា refresh ម្ដងអញ្ចឹងកុំឲ្យដល់ពេលដាក់ទៅវាអាលុបអាផ្សេងវាអត់ load អត់អីអញ្ចឹងហើយបន្តមកទៀត append digit អាកន្លែងហ្នឹងយើងគ្រាន់តែដាក់ឲ្យវា digit ហ្នឹង load បន្តគ្នាហើយ stage operator អានឹងឲ្យវា load operator មកកន្លែង calculate result ហ្នឹងកន្លែងហ្នឹងយើងហៅចេញពី model មកប្រើទាំងអស់ទេហើយឲ្យវាបង្ហាញ result របស់យើងហើយក្រៅពីហ្នឹងសិតតែតាក់ទងជាមួយនឹងប៊ូតុងកន្លែងយើងហៅfunction មួយក្នុង model របស់យើងយកមកប្រើតាមប៊ូតុងរបស់វាអញ្ចឹងទៅបន្តមកទៀត main ហ្នឹងមានន័យថាជា class មួយដែលជា entry point របស់ applicationវា inherit property របស់ application របស់ JavaFX នឹងមកហើយវា extend ទៅ class main ហ្នឹងមានថាជាsubclass របស់ class application អញ្ចឹងយើងដាក់អានឹងមកដើម្បីឲ្យវាអាច load app នឹងបានយើងប្រើអានឹងនៅពេលដែលយើង run អានឹងទៅវា launch application នឹងមកបន្តមកទៀតនៅក្នុង model របស់យើងមាន6 class នៅក្នុងហ្នឹងទី1 clear backspace ហ្នឹងយើងប្រើសម្រាប់ clear ហើយជាមួយនឹងbackspace ប៊ូតុងរបស់វាឲ្យវាធ្វើអីនៅក្នុងហ្នឹងសម្រាប់ clear យើងលុបអានេះនឹងចោលទាំងអស់សម្រាប់ backspace undo វាម្ដងមួយបន្តមកទៀត memory ហ្នឹងរបៀបដូច user input គាត់ input លេខចូលឬក៏ operator ចូលអញ្ចឹងទៅអញ្ចឹងយើងឲ្យ app ចាប់
ចេញពី variable ហើយជាមួយ operator ដែល user គាត់ input ចូលហ្នឹងយកទៅបញ្ចូលក្នុង memory បញ្ចូលក្នុង memory ដើម្បីឲ្យវាយកប្រើវិញនៅក្នុង class ផ្សេងអញ្ចឹងទៅបន្តមកទៀត operator class operator អាហ្នឹងវា handle ជាមួយនឹង user input ដែរប៉ុន្តែវា handle តែលើបុគ្គលគុណចែកទេកន្លែងហ្នឹងខ្ញុំតែ4ព្រោះដោយសារនៅក្នុង scope of project យើងធ្វើតែ4ហ្នឹងទេយើងអត់ធ្វើជាលក្ខណៈ scientific calculator ជាងយើងប្រើតែ4ហ្នឹងទេហើយបន្តមកទៀត result.java កន្លែងហ្នឹង class ដែលវាចាប់ first variable operator ហើយ second variable យកមកប្រើដើម្បី calculate result នៅពេលដែល calculate ហ្នឹងជាក់ស្ដែងទៅនៅពេលដែល calculate ពេលដែលសារតែយើង input វាជា string ពេលចឹងយើងត្រូវប្រើ typecasting សិនមាន double parse double ហើយstring.value of កន្លែងហ្នឹងមានថានៅពេលដែល input ជា string ហើយវាcast ទៅជា double ព្រោះដោយសារយើងចង់បានជាលេខយើងអត់អាចកណនីយក string យកទៅបុកដកគុណចែកកើតទេកន្លែងហ្នឹងហើយហេតុអីបានប្រើ double អត់ប្រើ float អត់ប្រើអីព្រោះដោយសារខ្ញុំចង់បានតម្លៃលេខរបៀបលក្ខណៈថាឲ្យវាវែងជា precision បើយើងតែយើងប្រើ integer វាបានតែជាលេខគត់ទេតែពេលយើងប្រើ float វាមាន limit របស់វាធំ I kind of forgot ដូចជា32 bit បើសិនជាហួសហ្នឹងវា display អត់ចេញទេកន្លែងហ្នឹងអញ្ចឹងខ្ញុំប្រើ double ដើម្បីឲ្យវាបាន64 bit ទៅវាបានវែងបន្តមកទៀតកន្លែង string.value of កន្លែងហ្នឹងមានន័យថានៅពេលដែលនេះហើយដូចថា get second variable កន្លែងហ្នឹងឲ្យវា return value of second variable ហ្នឹងជា string ប៉ុណ្ណឹងដោយសារអីsecond variable ហ្នឹងបើជាក់ស្ដែងទៅនៅក្នុងកន្លែងនេះវាប្រកាសជា double បើអញ្ចឹងដើម្បីយើងយកវាទៅប្រើក្នុង display ឡើងវិញបានតើយើងប្របែកវាទៅជា string សិនបានយើង display បានហើយកន្លែង calculate result ហ្នឹងយើងគ្រាន់តែប្រើនេះធម្មតាទេយើងវាថាយើងប្របែកវាជា case មួយប្រើ switch case មកបើសិនជាករណីបុកយើងឲ្យវាបុកទៅករណីដកយើងឲ្យវាដកហើយប្រគុណចែកតាមនឹងដែរប៉ុន្តែចែកខុសគ្នាបន្តិចព្រោះដោយសារអីចែកវាអាចមានចែកនឹង0កន្លែងហ្នឹងករណីចែកនឹង0វាប្រកាសជា load ចេញមកអត់វាដាក់ថាវាអត់ចេញទេវាទៅជា divide by 0 to exception កន្លែងហ្នឹងជាងប្រើ error handling ដើម្បីកុំឲ្យវានេះមកវា crash calculator ហ្នឹងហើយបន្តមកទៀត user input កន្លែងហ្នឹងគ្រាន់តែចាប់ user input យកមកទេយកមក store នៅក្នុង variable នេះតែយើងចាប់ជា string ព្រោះដោយសារយើងត្រូវការ display កន្លែងហ្នឹងហើយបន្តមកទៀត validation ចុងក្រោយគេ class validation ហ្នឹងរបៀបថាកាលណា user គាត់ input មកហើយយើងត្រូវ check សិន check ថា variable ឬក៏ operator ហ្នឹងវា valid អត់បើសិនជាវាករណីថាវាអត់ valid ទេយើងត្រូវ format វាអញ្ចឹងដើម្បី check ថាវា valid ឧទាហរណ៍ថា variable ធម្មតាលេខគាត់ចុចជួនកាលទៅវាគាត់ដាក់ចុច dot 2 ដងអញ្ចឹងទៅអញ្ចឹងអាហ្នឹងវាប្រកាសជា invalid ទេកាលណាវាករណីអញ្ចឹងយើងឲ្យវា return false ដូចនៅក្នុងនេះខ្ញុំដាក់for loop នៅលើvariable ហ្នឹងហើយបន្ទាប់មកឲ្យវា check សិនបើករណីថាមាន dot តែមួយទេឲ្យវា count បន្តទៀតបើករណីមាន dot លើសពី1ឲ្យវា return false ករណី operator valid ហ្នឹងក៏អញ្ចឹងដែរ operator ធម្មតាកាលណាយើងប្រើ2 input វាបានតែ1ឯងអញ្ចឹងបើសិនជាវាលើសពី1ឲ្យវា returns false ហើយកន្លែងនេះបើសិនដោយសារតែ scope របស់យើងមានតែ4ពេលអញ្ចឹងបើសិនជាវាខុសពីអា4ហ្នឹងខ្ញុំឲ្យវា return false ដែរហើយកន្លែង format variable កន្លែងហ្នឹងមានន័យថាបើសិនជា variable ហ្នឹង check ទៅវា valid យើងឲ្យវា return variable ហ្នឹងមកទៅប៉ុន្តែបើករណីវាអត់ valid ទេឧទាហរណ៍ដូចករណីថាគាត់ទៅសេលេខដូចអានេះ 12.34.56 វាមាន dot 2 ដងអញ្ចឹងធ្វើមកកាត់អាចចុច56នឹងចោលទុកតែ 12.34 ទេកន្លែងហ្នឹងហើយវា return a new variable ហ្នឹងវិញមកបន្ទាប់មក format operator កន្លែងហ្នឹងបើសិនជាវា valid ឲ្យវា return operator ប៉ុន្តែបើករណីតែវាអត់ valid ទេឲ្យវា return empty string កន្លែងហ្នឹងអញ្ចឹងនៅក្នុង code មានតែប៉ុណ្្នឹងទេជាក់ស្ដែងទៅនៅពេលដែលយើងតេស្ត run អានេះមកវាចេញ calculator ឲ្យយើងហើយបន្តមកទៀតយើងអាច input លេខចូលបានឧទាហរណ៍ថាខ្ញុំដាក់លេខបូកចុះ12បូក6ចេញ18អានេះ backspace តែមិនទេសារនេះបាត់អីពេលចឹងវានេះ backspace clear ហើយ clear ហ្នឹងចេះតមកឧទាហរណ៍លេខចុច36គុណនឹង 5.3 ចុះគុណទៅវាបានប៉ុណ្ណឹងមូលហេតុដែលខ្ញុំដាក់នេះចឹងព្រោះដោយសារខ្ញុំចង់វា size វាចឹងតែកន្លែងក្នុងនោះមានតែប៉ុណ្្នឹងទេ